Bonjour ទីមកបសទីហៅអ្នកនរគ្នាវីដេអូនេះគឺខ្ញុំនឹងបង្រៀនអ្នកនរគ្នាសម្រាប់អ្នកដែលចង់ចេះភាសាបារាំងហើយចាប់ផ្ដើមនៅក្នុងកម្រិតដំបូងតែម្ដងអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងប្រាប់អ្នកនរគ្នាឬក៏អានឲ្យអ្នកនរគ្នាស្ដាប់នៅព្យញ្ជនៈបារាំងដែលយើងហៅជាភាសាបារាំងថា alphabet français អញ្ចឹងខ្ញុំគិតថាវីដេអូនេះគឺសម្រាប់អ្នកដែលទើបចាប់ផ្ដើមភាសាបារាំងដំបូងហ្នឹងសម្រាប់វីដេអូនេះគឺត្រឹមត្រូវឬក៏ចំអ្វីដែលអ្នកនរគ្នាកំពុងស្វែងរកខ្លាំងមែនទែនវីដេអូជាភាសាខ្មែរហើយបង្រៀនជាភាសាបារាំងងាយយល់និងមានភាពសប្បាយនៅក្នុងនឹងផងដែរអញ្ចឹងបើសិនជាយើងចង់ចាប់ផ្ដើមក្នុងការរៀនភាសាបារាំងខ្ញុំគិតថាវីដេអូនេះគឺជាវីដេអូទី1ដើម្បីឲ្យអ្នកទាំងអស់គ្នាចាប់ផ្ដើមខ្ញុំនឹងមានវីដេអូបន្តទៀតអូខេអញ្ចឹងកុំឲ្យខាតពេលវេលាយូរយើងអានទាំងអស់គ្នា A B C D E F G H I J K L M N O P Q R S T U V W X Y Z Z អូខេអ្នកនរគ្នានៅក្នុងភាសាបារាំងអ្នកនរគ្នាតម្រូវឲ្យបញ្ចេញមាត់ធ្វើមាត់រួចធ្វើមាត់វែងធ្វើមាត់អីគ្រប់បែបយ៉ាងដែលធ្វើម៉េចឲ្យតែអានត្រូវភាសាបារាំងបើសិនជាអ្នកនរគ្នាអត់ហ៊ានក្នុងការធ្វើមាត់ទាំងអស់ហ្នឹងទេខ្ញុំគិតថាយើងមិនអាចនោះទេក្នុងការចេះភាសាបារាំងដោយសារតែវាតម្រូវឲ្យយើងធ្វើមាត់បែបហ្នឹងទើបបញ្ចេញខ្យល់ឬក៏សំឡេងឲ្យត្រូវតាមតុងភាសាបារាំងបានទៀតសោតភាសាខ្មែរយើងគឺមិនបាច់ធ្វើបែបហ្នឹងទេហើយយើងទម្លាប់ក្នុងការនិយាយបែបភាសាខ្មែរយើងគឺផ្សេងអញ្ចឹងដើម្បីចង់ចេះភាសាមួយទៀតខ្ញុំនៅតែ recommend អញ្ចឹងឲ្យអ្នកទាំងអស់គ្នាធ្វើមាត់កុំខ្លាចកុំអៀនដោយសារតែគ្រប់គ្នាដែលរៀនភាសាបារាំងគឺគេធ្វើតែមាត់ធ្វើអីអញ្ចឹងទាំងអស់គ្នានោះទេអូខេបន្ទាប់ពីអ្នកទាំងអស់គ្នាបានស្ដាប់ខ្ញុំអានហើយអញ្ចឹងពេលនេះខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាថាតាមខ្ញុំម្ដងអូខេ A B C D E F G H I J K L M N O P Q R S T U V W X Y Z Z Bravo អូខេអញ្ចឹងអ្នកនរគ្នាប្រកាសជាអានតាមខ្ញុំហើយអញ្ចឹងរាល់ការបញ្ចេញខ្យល់ឬក៏ការធ្វើមាត់អ្នកនរគ្នាមើលមាត់ខ្ញុំឬក៏ការបញ្ចេញខ្យល់របស់ខ្ញុំទៅខ្ញុំធានាថាអ្នកនរគ្នានឹងអានត្រូវដោយភាសាបារាំងហើយអូខេអញ្ចឹងម្ដងទៀតដើម្បីឲ្យអ្នកទាំងអស់គ្នាកាន់តែរដាស់មាត់ខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាអានតាមខ្ញុំដោយខ្ញុំមិនបាច់អានទេខ្ញុំចាំស្ដាប់អ្នកទាំងអស់គ្នាវិញអូខេតោះBravo អ្នកនរគ្នាពិតជាធ្វើបានល្អខ្លាំងមែនតើអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់ចេះភាសាបារាំងហើយចង់ចាប់ផ្ដើមរៀនវាខ្ញុំគិតថាព្យាយាមមើលវីដេអូដែលគេនិយាយភាសាបារាំងឲ្យបានច្រើនទៀតសោតវីដេអូរបស់ខ្ញុំគ្រាន់តែជាការបង្ហាញឬក៏បញ្យល់អ្នកទាំងអស់គ្នានៅភាសាបារាំងតែប៉ុណ្ណោះឬក៏បង្ហាត់ជាភាសាខ្មែរដើម្បីឲ្យអ្នកទាំងអស់គ្នាងាយក្នុងការយល់នៅក្នុងការរៀនភាសាបារាំងអញ្ចឹងដើម្បីចេះភាសាបារាំងបានខ្ញុំលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាចាប់ផ្ដើមនៃការមើលវីដេអូរបស់ខ្ញុំក៏ដូចជាអានសៀវភៅភាសាបារាំង
របស់បារាំងអ្នកសរសេរក៏ដូចជាមើលរឿងរបស់ភាសាបារាំងដែលមាន sous-titre ដែលមាន sous-titre français ដែលគេហៅថាអក្សររត់ហ្នឹងណា sous-titre អក្សររត់ជាភាសាអង់គ្លេសជាភាសាបារាំងសំទោសអញ្ចឹងនៅពេលដែលយើងអានយើងស្ដាប់យើងនិយាយយូរទៅការវិវត្តនៃភាសាបារាំងរបស់យើងគឺវាកើនឡើងបន្តិចម្ដងរហូតទៅអូខេអញ្ចឹងដើម្បីបញ្ចប់វីដេអូខ្ញុំនឹងអានឲ្យអ្នកទាំងអស់គ្នាស្ដាប់ម្ដងទៀតហើយខ្ញុំនឹងធ្វើមាត់ឲ្យត្រូវដោយភាសាបារាំងហើយអ្នកទាំងអស់គ្នាកុំភ្លេចមើលមាត់ខ្ញុំហើយនឹងធ្វើតាមផងអូខេចាប់ផ្ដើម A B C D E F G H I J K L M N O P Q R S T U V W X Y Z អូខេអញ្ចឹងពាក្យដែលសំដៀងភាសាអង់គ្លេសគឺ M N N មែនទេអញ្ចឹងកន្លែងហ្នឹងអ្នកនរគ្នាត្រូវតែអានឲ្យទៅដូចជាភាសាបារាំងវិញមិនមែនអានដូចភាសាអង់គ្លេសទេគឺអានដូចភាសាបារាំងគឺ M N L គឺបែបនេះអ្នកនរគ្នាមិនមែនអានដូចភាសាអង់គ្លេស LMN មិនមែនចឹងទេអូខេអូខេអញ្ចឹងវីដេអូនេះគឺវាមានតែប៉ុណ្្នឹងទេខ្ញុំសង្ឃឹមថាធីមបបសត្រីហើមនឹងអាចបានចេះអ្វីពីខ្ញុំបន្តិចបន្តួចបន្ទាប់មកខ្ញុំនឹងបង្ហាញអ្នកនរគ្នានៅវីដេអូបន្តទៀតនៅមេរៀនបន្ទាប់ដែលអ្នកនរគ្នាគួរតែរៀននិងយល់ស្របតាមខ្ញុំដើម្បីចេះភាសាបារាំងបន្តទៅទាំងអស់គ្នាអូខេអញ្ចឹងអរគុណចៅបាយបាយ